លុះរបស់អស់លើកនេះបានលុយច្រើនគួរសមហើយតាចៅរត់ទៅភ្នំជីនជីទៀតហើយមែនហើយភ្នំជីនជីលើក្រោយហាំទៅទៀតណាថ្ងៃនេះខ្ញុំទៅកាប់អស់នៅជើងភ្នំជួបខ្លាឃ្មុំខ្វាក់4ក្បាលស្ទើរតែភ័យលុះប្រលឹងបើគុំតែរត់លឿនម្លោះសំថ្ងៃនេះមកមិនទាន់ទេ4ក្បាលអញប្រកាសថាខ្លាឃ្មុំខ្វាក់4ក្បាលរឿងបែបហ្នឹងខ្ញុំណាហ៊ាននិយាយលេងរឿងធំហើយខ្ញុំត្រូវប្រញាប់ទៅប្រាប់យកគង់ទៅវាប្រកាសអ្នកភូមិប្រាប់អ្នកភូមិថាប្រហែលថ្ងៃនេះគុំទៅភ្នំជីនជីទៀតឲ្យសោះលោកពុកថ្ងៃនេះនៅភ្នំជីនជីជួបខ្លាឃ្មុំខ្វាក់ថ្ងៃក្រោយគុំទៅទៀតអីគ្រោះថ្នាក់ណាស់រឿងវាបានខ្លាឃ្មុំខ្វាក់ផ្អាកនិយាយសិនទៅចាំស្ងប់ស្ងាត់បន្តិចចាំយកចេញមកប៉ុន្មានថ្ងៃនេះអញមិនទៅទៀតទេពងទីប្រៃធ្វើហើយនៅថ្ងៃឡើងច្បាស់ពេកចាំធ្វើពេលយប់លោកពុកថ្ងៃនេះបងធំមកផ្ទះយើងវាមកធ្វើអីថាជីដូនឲ្យឲ្យលោកពុកទៅជួបឲ្យអញទៅផ្ទះបងធំទៅមុខជាគ្មានរឿងល្អទេអញខំរកលុយចិញ្ចឹមជីវិតមិនទៅរកវាសោះទៅហើយវាបែរជាអូសក្បាលមកដល់ផ្ទះរាល់ដងបងធំមកបើមិនទាលុយគឺទាអង្គផ្លាស់ប្ដូរវិធីទាយករបស់ល្អពីផ្ទះយើងរួចជីដូននៅកាន់ជើងបងធំនិងពូទី4ទៀតបងធំប្រហែលជាមិនដឹងថាផ្ទះយើងមានផ្លែពុទ្រានិងពងទីប្រៃទេដឹងទោះវាដឹងក៏អញមិនឲ្យដែរខ្ញុំគិតថាលោកពុកគ្រាន់តែនិយាយចោលទេលោកពុកស្ដាប់បង្គាប់ជីដូនណាស់គោរពបងដូចបើមិនចឹងទេផ្ទះយើងមិនក្រវេតងារដល់ថ្នាក់នឹងដែរធាតុអាកាសកាន់តែត្រជាក់ទៅក្មេងស្រី2នាក់នេះរងាហើយនៅមិនព្រមនិយាយទៀតចៅឌីស៊ីវអើនេះជាប្រេងលាបកន្ទួលរងាអញដូរបានពីផ្សារមុននេះភ្លេចឲ្យលាបលើដៃលើមុខជាកន្ទួលរងាបានណាលោកពុកលាបហើយនៅអញលាបហើយស្អែកអញទៅសួរសុខទុក្ខម៉ែពួកឯងនៅផ្ទះចុះចាំអញមកវិញជីក្រឡប់ក្រោមដីមួយទុកដាក់អីវ៉ាន់ដេពូទី3ហូបបាយហើយនៅរួចហើយកាលមុនអាល្អិតនេះមិនដែលឲ្យទឹកមុខល្អមកអញទេថ្ងៃនេះមិនក៏ញ៉ាំម្លេះប្រកាសជាមានគំនិតអាក្រក់ហើយពូទី3មកហើយអញ្ជើញអង្គុយលោកយាយមិនទាន់ក្រោកទេនេះជាប្រពន្ធដែលអតីតម្ចាស់កាយត្រូវគេប្លន់យកប្រពន្ធមិនសំខាន់ទេតែលុយរបស់អតីតម្ចាស់កាយរឿងនេះត្រូវតែទាសងវិញមានរឿងអីនិយាយមកអញប្រញាប់ទៅផ្ទះជីក្រឡប់អូន3ឯងនៅខាងអញទៀតបងធំវីឯងក៏ព្រោះតែអញហួសហេតុពេកនេះជាប្រពន្ធរៀបការពេញច្បាប់របស់អញជាបងថ្លៃអញមិនក៏អញគ្មានការគោរពចំពោះនាងសោះចឹងនោះជាប្រាក់ឧបត្ថម្ភកូនអញស្លាប់ក្នុងសមរភូមិតើបើអញយកប្រាក់ឧបត្ថម្ភ10តម្លឹងរបស់កូនអញមកសងវិញនាងជារបស់អញចុះបើមិនចឹងទេអញជាអាប្លន់ប្រពន្ធប្អូនអាថោកទៀតកុំនិយាយផ្ដេសផ្ដាសប្រាក់ឧបត្ថម្ភនោះយកមកចិញ្ចឹមម៉ែអញញាតិសន្តានកំណាច់2នាក់របស់ឯងនៅផ្ទះចៅយើងច្រើនឆ្នាំមិនទាន់បានតគុណចាស់ទុំផងក៏ស្លាប់បាត់ទា10តម្លឹងប្រាក់មានស្អីខុសអញព្រមមានឯងប្រយ័ត្នមកប្រយ័ត្នសោកកុំដានិយាយផ្ដេសផ្ដាសបើមិនចឹងទេអញវីអញទៀតអូន3ធម្មតាជាអាមនុស្សភ័យខ្លាចអញនិយាយប៉ុណ្ណេះប្រហែលជាវាភ័យញ័រប្រដាប់ហើយមើលទៅបងធំដូចឯងអញមិនទទួលស្គាល់ទេអញថាអីអញហ៊ានមិនទទួលស្គាល់បងធំដូចអញផងរមាស់ស្បែកមែនទេប៉ុន្មានថ្ងៃមុនវាមិនទាន់ភ្លឺភ្នែកទេអីមកធ្វើច្រឡំទៀតដំបងឯងណាអញវាអាចឆ្កែងឲ្យខ្សែពូទី3សុំទោសពុកខ្ញុំទៅរឿងនឹងចប់ហើយសុំទោសអីថ្ងៃនេះអ្នកណាហ៊ានប៉ះពាល់អញតែបន្តិចអញកាប់វាឲ្យខ្សែចាស់3អញហ៊ានប្រើដៃប្រើជើងជាមួយអញផងគុំនិយាយច្រើនហៅម៉ែនឹងពួកអា4មកទាំងអស់គ្នាថ្ងៃនេះបើនិយាយមិនច្បាស់លាស់ទេជួបអ្នកណាអញកាប់អ្នកនឹងអា3អញចង់មកមែនទេកូនក៏គ្មានប្រាក់ឧបត្ថម្ភក៏អស់រស់នៅក៏គ្មានន័យថ្ងៃនេះអញមកទាតែមួយរឿងគត់គឺលុយបើមិនឲ្យលុយអញទេអញកាប់អញឲ្យងាប់អាប្រហែលអញហ៊ាននិយាយជាមួយបងធំអញបែបហ្នឹងផងម៉ែមើលអា3ផងវាបាបល់ហើយវាយករត់ពុកមកកាប់ខ្ញុំទៀតអញនៅទីនេះស្រាប់តើមើលវាហ៊ានប៉ះពាល់អញអត់លុយនេះអញត្រូវតែយកមកវិញឈ្មោះជាកូនអុកតញោមិនអាចធ្លាក់លើក្បាលអញបានទេបើមិនចឹងទេមុខជាត្រូវគេរិះគន់មិនខានម៉ែមកពីបងធំធ្វើបាបគេពេកខ្ញុំគ្រាន់តែចង់បានហេតុផលបងធំជាកូនម៉ែខ្ញុំក៏ជាកូនម៉ែមិនក៏មិនកាន់ជញ្ជីងឲ្យស្មើអញជាកូនច្បងត្រូវលើកតម្កើងមុខមកត្រកូលម៉ែល្អជាមួយអញវាជារឿងត្រឹមត្រូវម្យ៉ាងទៀតម៉ែស្រឡាញ់ស្មើភាពគ្នាតើមកពីអញមិនដឹងក្តីធ្វើឲ្យម៉ែមួម៉ៅរហូតអា3ពួកឯងជាបងប្អូនបង្កើតបាក់ឆ្អឹងនៅសាយសាយប្រញាប់ទុកពូថៅភ្លាមទៅឯងចង់ធ្វើឲ្យអញខឹងស្លាប់មែនទេទុកពូថៅក៏បានឲ្យវាសងលុយមកខ្ញុំវិញអញប្រាប់ហើយតើនោះជាលុយចិញ្ចឹមម៉ែជាលុយចិញ្ចឹមម៉ែទៅថ្ងៃមុខខ្ញុំក៏អាចចិញ្ចឹមម៉ែបានដែរម៉ែទៅរស់នៅជាមួយខ្ញុំធានាចិញ្ចឹមម៉ែឲ្យបានល្អម៉ែនៅជាមួយអញសុខសប្បាយតើមិនក៏ត្រូវទៅជាមួយអញអូហូអូន3ពូកែគ្រាន់បើពូថៅគេទុកកាប់អស់មិនមែនទុកកាប់បងប្អូនទេពូថៅកាប់អស់បានល្អហើយក៏កាប់ពូអាចជ្រូកព្រៃបានដែរអញមកត្រូវពេលល្អណាស់ថ្ងៃនេះបងប្អូនយើងទាំង3នាក់មកនិយាយឲ្យច្បាស់នៅមុខម៉ែតែម្ដងទៅនិយាយស្អីថ្ងៃនេះអញមកតែមួយរឿងគត់គឺឲ្យបងធំសងប្រាក់ឧបត្ថម្ភកូនអញមកវិញរួចអញទទួលម៉ែទៅរស់នៅផ្ទះអញចំណាយលើម៉ែអញព្រមទទួលប៉ុន្តែមិនអាចឲ្យបងធំយកលុយអញទៅចិញ្ចឹមម៉ែបានទេមិនក៏អា3ថ្ងៃនេះរឹងរូសម្លេះ
ប្រាក់ឧបត្ថម្ភនោះចែកអស់យូរហើយមើលទៅត្រូវតែគម្រាមវបន្តិចបានហើយបើចង់បានលុយគឺគ្មានទេបើអញនៅតែបែបហ្នឹងយើងបែកផ្ទះគ្នាទៅល្អបែកផ្ទះក៏បែកទៅអញដាច់ចិត្តបែកផ្ទះមែនមិនឲ្យលុយក៏បានអញ្ចឹងបែកផ្ទះប្រាក់ឧបត្ថម្ភនោះទុកជាលុយចិញ្ចឹមម៉ែចុះប៉ុន្តែត្រូវសរសេរឲ្យច្បាស់ថាអញចេញប៉ុន្មានអញនិងអា4ក៏ត្រូវចេញប៉ុណ្ណឹងដែរហើយលុយនេះត្រូវទុកលើដៃម៉ែអញទៅរក10ដំឡឹងប្រាក់ពីណាបានអញកុំមកនិយាយផ្ដេសផ្ដាសអា3សុទ្ធតែជាបងប្អូនបង្កើតមិនក៏អញធ្វើឲ្យមើលទៅអាក្រក់មើលម្លេះការបោកយកប្រាក់ឧបត្ថម្ភអញមិនក៏មិនគិតថាអញជាបងប្អូនការវីអញឡើងបែកក្បាលមិនក៏មិនគិតថាអញជាបងប្អូនអា3អញគិតឲ្យច្បាស់ណាស់ទៅថ្ងៃមុខពេលអញចាស់ទៅនរណាចិញ្ចឹមអញយើងបានព្រមព្រៀងគ្នាហើយតើឲ្យអាដាប៉ាវនិងអាសៅប៉ាវចិញ្ចឹមអញទៅថ្ងៃមុខមែនហើយអា3អាដាប៉ាវនិងអាសៅប៉ាវដល់អាយុត្រូវរៀបការហើយចៅឌីនឹងសៀវអាប់ផ្ទះឯងរៀបការជាមួយពួកវាតែម្ដងទៅសាច់ថ្លៃជួយសាច់ថ្លៃទៅថ្ងៃមុខពួកវាមិនចោលអញទេឆ្ងល់ថាម៉េចក៏ពួកឯងហែងមកបោកយកប្រាក់ឧបត្ថម្ភអញស៊ីឈាមស្រស់កូនអញហើយនៅចង់បានកូនប្រសាអញទៀតពួកឯងជាមនុស្សអត់អា3ទឹកខ្លាមិនហូរចូលស្រែគេទេអញមិនយកទេអីពូទី3ខ្ញុំការជាមួយបងថ្លៃប្រកាសជាចិញ្ចឹមពូហើយនិយាយរឿងអស់នឹងគ្មានប្រយោជន៍ទេអញមិនត្រូវការទេហើយមេភូមិមកថ្ងៃនេះបើមិនសងលុយអញទេគឺឲ្យម៉ែទៅជាមួយអញអ្នកណាហ៊ានខត់អញធ្វើកូនតញោអញកាប់វាល្អនេះជាសម្ដីអញនិយាយទេណាអញទៅហៅមេភូមិមកឥឡូវនេះមេម៉ាយអា3ផ្ទះអញអញ្ជើញពួកយើង3នាក់មកព្រោះតែរឿងអីអញប្រហែលជាដឹងហើយកូនអញស្ម័គ្រចិត្តទទួលអញទៅចិញ្ចឹមពួកអញច្រណែនណាស់វាចិញ្ចឹមខ្លួនវាមិនទាំងរស់ផងមានអីមកចិញ្ចឹមអញមើលងាយកូនខ្លួនអញនៅមុខអ្នកស្រុកឃើញថាម៉ែទាស់ចិត្តអតីតម្ចាស់កាយខ្លាំងណាស់បងទី3រំភើបចិត្តពេកដោយសារកូនស្លាប់ក៏មកបង្កចំនួនជាមួយបងប្អូនយើងពួកវាស្លាប់ក្នុងសមរភូមិមិនមែនបងប្អូនយើងកាប់សម្លាប់ឯណាមកធ្វើបាបពួកយើងធ្វើអីនិយាយអញ្ចឹងមិនត្រូវទេការចិញ្ចឹមបីបាច់ម្ដាយជាកាត់ប្រកិច្ចធម្មជាតិពួកឯងមិនព្រមបែកផ្ទះហើយក៏មិនព្រមឲ្យគេចិញ្ចឹមម៉ែមិនមែនជាការបង្ខំឲ្យគេធ្វើជាកូនអត់តញោទេមិនមែនមិនឲ្យវាធ្វើកូនតញោទេមិនបែកផ្ទះក៏អាចធ្វើកូនតញោបានដែរម៉ែនៅរស់នៅឡើយបែកផ្ទះស្អីប្រញាប់ប្រញ័របែកផ្ទះសម្បែងចង់ឲ្យម៉ែខឹងស្លាប់មែនទេមិនបែកផ្ទះក៏បានខ្ញុំចេញ10ដំឡឹងប្រាក់ចិញ្ចឹមម៉ែប្រសិនបើម៉ែឈឺស្កាត់ខ្ញុំក៏ចេញមុខមើលថែដែរអញចង់យកលុយមកផ្ដាច់ទំនាក់ទំនងមែនទេខ្ញុំចេញ10ដំឡឹងប្រាក់អ្វីមិនបានខ្ញុំនិយាយហើយបើមិនព្រមឲ្យលុយខ្ញុំវិញខ្ញុំទទួលម៉ែទៅមិនបាច់ខ្វល់ថាខ្ញុំមានបាយហូបឬអត់ទេឲ្យតែខ្ញុំអត់បាយម៉ែអាចទៅវិញបានគ្រប់ពេលអញចង់តែបានលុយទៅវិញតាអ្វីដែលខ្ញុំចង់បានគឺប្រាក់ឧបត្ថម្ភកូនខ្ញុំមិនគួរបានទេអា3ប្រហែលជាត្រូវមានអបាយ2នាក់នោះអុចអាល់ហើយបើមិនចឹងទេខួរក្បាលដូចវាមិនក៏គិតឃើញរឿងបែបនេះឥឡូវនិយាយរឿងនេះគ្មានប្រយោជន៍ទេមានមេភូមិនៅទីនេះយល់ល្អផ្ដាច់កិច្ចសន្យាប៉ុន្មានឆ្នាំទៅចេញលុយគឺមិនអាចដាច់ខាតវាមិនចង់ផ្ដាច់ទេអីយើងឲ្យវាចេញ10ដំឡឹងទៀតទៅព្រមផ្ដាច់វាប្រកាសជាគ្មានលុយទេត្រូវហើយវាចង់យកប្រាក់ឧបត្ថម្ភមកកាត់ការគ្មានផ្លូវទេឲ្យវាធ្លាក់ចូលអន្ទាក់ម្ដងទៀតគ្មានពួកយើងចាំមើលវាធ្វើម៉េចម៉ែរស់នៅផ្ទះធ្លាប់ហើយផ្ទះអា3តូចហើយចាស់រិចរិលម៉ែទៅរស់នៅលំបាកចង់ផ្ដាច់ក៏បានដែរប៉ុន្តែ10ដំឡឹងប្រាក់មិនគ្រប់ទេត្រូវតែ20ដំឡឹងប្រាក់ឧបត្ថម្ភកាត់បាន10ដំឡឹងនៅសល់10ដំឡឹងទៀតអញត្រូវតែយកមកបងធំនិយាយត្រូវបងធំត្រូវមើលថែម៉ែយូរអង្វែងបើអា3ឯងយកមិនបានទេថ្ងៃក្រោយកុំរំលឹករឿងប្រាក់ឧបត្ថម្ភទៀតឲ្យសោះល្អបើខ្ញុំចេញ10ដំឡឹងទៀតអា4អញក៏ត្រូវចេញ20ដំឡឹងដែរដើម្បីបញ្ជាក់ថាអាចចិញ្ចឹមម៉ែបានឲ្យតែអញយកចេញបានអញក៏ចេញ20ដំឡឹងដែរយ៉ាងម៉េចបើអញគ្មានទេកុំមកបន្ទោសពួកអញណាបានថ្ងៃនេះមានមេភូមិធ្វើជាសាក់សីបើខ្ញុំយកបាន10ដំឡឹងមកពួកឯងកុំប្រកែកឲ្យសោះអញអ៊ូទៀតហើយអញមាន10ដំឡឹងប្រាក់ពីណាសម្ដីអញយ៉ាងម៉េចអញមិនដឹងមែនទេមើលឲ្យច្បាស់10ដំឡឹងប្រាក់នៅទីនេះចុះចំណែកពួកឯងវិញស្អីគេអញមាន10ដំឡឹងប្រាក់មែនហ្នឹងបាន5ឆ្នាំក៏5ឆ្នាំនិយាយទេគ្មានភស្តុតាងទេពូដេជួយសរសេរលិខិតមួយច្បាប់មកឲ្យពួកវាផ្តិតមេដៃចុះហត្ថលេខាពូកែណាស់ល្អព្រមព្រៀងគ្នារួចហើយបងស្រីថ្លៃអញគិតយ៉ាងម៉េចដែរអញ្ចឹងចាត់ទុកតាមនឹងចុះប៉ុន្តែថ្ងៃក្រោយអញហាមរំលឹករឿងប្រាក់ឧបត្ថម្ភទៀតយ៉ាងហោចណាស់ក៏យកប្រាក់ឧបត្ថម្ភមកដាច់បាន5ឆ្នាំដែរទោះជាពេលនេះអញគ្មានភស្តុតាងតែរឿងកូនចិញ្ចឹមអញនឹងស៊ើបរកការពិតបន្តិចម្ដងរួចរាល់ហើយក្នុងរយៈពេល5ឆ្នាំនេះពួកអញកុំមករករឿងអញទៀតអញគ្មានពាក់ព័ន្ធជាមួយពួកអញទៀតទេអា3នេះគួរឲ្យស្អប់ណាស់ត្រូវតែរកវិធីរៀបចំវាបន្តិចហើយយល់ល្អកុំឲ្យធ្លាក់លើដៃពួកយើងឲ្យសោះលោកពុកត្រឹមតែ10ដំឡឹងប្រាក់តើទៅថ្ងៃមុខខ្ញុំនឹងសៀវអើនឹងរកលុយឲ្យបានច្រើនជាងនេះមកគុណលោកពុកមែនហើយចាំឆ្នាំក្រោយអាកាសធាតុល្អខ្ញុំនឹងចិញ្ចឹមមាន់ទាមាន់យកទៅលក់ធានាថាឲ្យអ្នកភូមិចំណែនលោកពុកមិនខានកុំនិយាយរឿងស្អីទាំងនោះទៀតមើលថានៅមានអីវ៉ាន់អីទៀតប្រញាប់រៀបចំមកចាលោកពុកនេះជាតែស្លឹកសក្ការៈដែលបងថ្លៃដាំឲ្យលោកពុកប្រើស្លឹកចាស់ចម្រាញ់កម្ដៅបណ្ដេញធាតុត្រជាក់ជូរចាប់ខ្លាំងណាស់នៅសល់បន្តិចទៀតតើលោកពុកស្ដាប់បង្គាប់ផឹកឲ្យអស់ទៅណានៅតែជាកូនប្រសាស្រីល្អជាងដឹងចិត្តជាងកូនប្រុសឆ្ងាយណាស់អញមានអារម្មណ៍ថាត្រូវពួកឯងនឹងចៅឌីថ្នាក់ថ្នមដូចក្មេងអញ្ចឹង
លោកពុកល្អចំពោះខ្ញុំនិងបងខ្លាញ់ម្លេះពួកខ្ញុំប្រកាសជាត្រូវតែល្អចំពោះលោកពុកហើយលោកពុកថាបានជួបខ្លាឃ្មុំខ្វាក់ខ្ញុំនៅតែបារម្ភប៉ុន្មានថ្ងៃនេះកុំឡើងភ្នំកាប់អស់អីណាមែនហើយឬថាគ្រូសាព្រានព្រៃក្រកូម៉ានៅដើមភូមិឬថាមានខ្លាឃ្មុំខ្វាក់នៅភ្នំជីងជីក៏ទៅទីនោះបើពួកគេចាប់ខ្លាឃ្មុំខ្វាក់បានចាំលោកពុកទៅតាមក្រោយមិននឹកស្មានថាមានអ្នកទៅមែនប៉ុន្តែខ្លាឃ្មុំនោះអញសម្លាប់បាត់ហើយទៅភ្នំជីងជីរកទៀតក៏គ្មានដែរដឹងហើយប្រហែលជាសត្វខ្លាឃ្មុំសំងំដេកក្នុងរូងរដូវរងាហើយដឹងកន្លងប៉ុន្មានថ្ងៃចាំទៅទៀតតាចៅប្រញាប់ចេញមកមានរឿងធំហើយគ្រូសាតាម៉ានាំគ្នាចេញទៅបាញ់ខ្លាឃ្មុំនៅភ្នំជីងជីមានរឿងកាត់ឡើងហើយមិនគូសោះតែខ្លាឃ្មុំនោះមិនបាត់ទៅហើយទេអីពួកជើងចាស់សោះនៅតែមានរឿងកាត់ឡើងទៀតតាម៉ាត្រូវខ្លាខាំអា4ផ្ទះគាត់ក៏របួសដែរលីថាមានព្រានព្រៃនៅភូមិសៀមម៉ៅត្រូវខ្លាពំយកទៅបាត់ហើយខ្លានៅកូម៉ាជួយបង្ហាញខ្លួននៅភ្នំជីងជីសើមិញប្រាប់ហើយថាកុំឲ្យទៅភ្នំជីងជីនៅតែប្រកែកថាខ្លួនឯងពូកែឥឡូវល្អហើយធ្វើបាបខ្លួនឯងនឹងអ្នកដទៃរឿងនេះបន្ទោសអញមិនបានទេអញបានប្រមានមុនហើយមកពីពួកត្រកូម៉ាមិនស្គាល់ប្រមាណខ្លួនឯងបានហើយអញរៀបចំខ្លួនទៅជួយសង្គ្រោះមនុស្សជាមួយឥឡូវចិត្តនឹកហើយតាធំជើងអញយ៉ាងម៉េចអញក៏ដឹងដែរកាលពីម្សិលមិញរត់គេចខ្លួនធ្វើឲ្យរបួសជើងកាន់តែធ្ងន់ធ្ងរបើអញទៅតាមមិនត្រឹមតែជួយមិនបានទេមានតែធ្វើឲ្យរវល់បន្ថែមអញបើមិនចេញមកទេទៅថ្ងៃមុខបើផ្ទះអញមានរឿងអីអ្នកណាព្រមជួយអញកុំបារម្ភយ៉ាងហោចណាស់ក៏មានមនុស្ស1 200នាក់ទៅដែរកុំថាឡើយខ្លាសំបីតែស្ទេចខ្លាមកក៏គ្មានប្រយោជន៍ដែរដល់ពេលនោះអញនៅខាងក្រោយគេទៅឲ្យតែមានវត្តមានទៅបានហើយបានអញទៅពួកអញ2នាក់នៅផ្ទះចុះអញទៅមួយផ្លែតមកវិញហើយលោកពុកប្រយ័ត្នប្រយែងផងណាពួកត្រកូម៉ានេះពិតជាធ្វើបាបខ្លួនឯងមែនខ្លាឃ្មុំខ្វាក់នោះមិនមែនចេះតែចង់បាញ់ក៏បាញ់បានឯណារឿងរ៉ាវយ៉ាងម៉េចប្រហែលជាដឹងអស់ហើយខ្ញុំមិននិយាយវែងឆ្ងាយទេប្រញាប់កាន់អាវុធឧបករណ៍ទៅភ្នំជីនជីជួយសង្គ្រោះមនុស្សមិននឹកស្មានថាអា3ក៏មកដែរបងធំខ្ញុំមានអារម្មណ៍ថានេះជាឱកាសល្អចាំបន្តិចពួកយើងធ្វើឲ្យវាស្គាល់ល្វិញម្ដងរកលេសរៀបចំវាឲ្យងាប់នៅក្នុងព្រៃនៅលើភ្នំធំឲ្យជើងធ្លាក់ជ្រុះជារឿងធម្មតាតើភ្នំជីនជីងងឹតហើយគ្រោះថ្នាក់ណាស់បងប្អូនយើងទាំង3នាក់ដើរជុំគ្នាល្អជាងដើរទៅបងធំនៅខាងមុខអញចង់រៀបចំអញមែនទេរៀបចំស្អីអញនិយាយផ្ដេសអីអា3សុទ្ធតែជាបងប្អូនបង្កើតធ្វើត្បិតតែថ្ងៃជ្រុះគ្នាបន្តិចបន្តួចក៏មិនដល់ថ្នាក់លេងរាប់អានគ្នាដែរអញគិតឲ្យច្បាស់ណាស់បើលេងរាប់អានគ្នាទៅថ្ងៃមុខបើអញត្រូវគេធ្វើបាបក្នុងភូមិគ្មានអ្នកណាជួយអញទេអញតែតម្នាក់ឯងគ្មានកូនចៅទេអ្នកណាហ៊ានធ្វើបាបអញប្រតែប្រតបជាមួយវាដល់ទីបញ្ចប់អញពូកែអញ្ចឹងចាំទុកសម្ដីខ្លួនឯងឲ្យច្បាស់ណាស់បងធំវាស្របមិនព្រមមកទេយប់នេះត្រូវតែរៀបចំវាឲ្យធ្ងន់តែម្ដងរៀបចំវារួចអាដាប៉ៅផ្ទះអញរៀបការជាមួយចៅឌីអាសានប៉ៅផ្ទះអញរៀបការជាមួយសៀវអើរួចក៏បោកប្រាក់10ដំឡឹងរបស់វាទៀតល្អលេងបែបនឹងមែនទេចំពោះបងប្អូនបង្កើតហ៊ានប្រាដៃដល់ថ្នាក់សម្លាប់អញ្ចឹងគុំមកបន្ទោសអញឲ្យសោះអា3អញរកឃើញមកដល់ទីនេះដោយរបៀបណានៅទីនេះគ្រោះថ្នាក់ណាស់ណាមែនហើយអា3អញមកដល់ទីនេះបើមានរឿងអីកើតឡើងក៏គ្មានអ្នកណាដឹងដែរបងធំអញថាត្រូវអត់យ៉ាងម៉េចពួកអញចង់ធ្វើអីចំពោះអញមែនទេប្រាប់ត្រង់ចុះកូនប្រសាស្រី2នាក់ផ្ទះអញនឹងអា4ចង់បានបើអញមិនព្រមទេកុំបន្ទោសពួកអញមិនយកមនុស្សសញ្ជាតិណាបងប្អូនចង់ឲ្យអញប្រគល់កូនប្រសាស្រី2នាក់ឲ្យពួកអញជាស្អីគេអញ្ចឹងកុំបន្ទោសពួកអញឲ្យសោះចូលព្រមគ្នាតែសំជ្រុំវាទម្លាក់ទៅមិនក៏ចឹងអាល្អិតនេះមិនក៏មានកម្លាំងខ្លាំងម្ល៉េះអាដែលបានផឹកថ្នាំធ្វើកម្លាំងអញដែលស៊ីបាយមិនឆ្អែតហ៊ានមកច្រានអញយ៉ាងម៉េចច្រានមនុស្សញើចដល់វាអញម្ដងហើយអាយមើលចុះអាឆ្កែនេះមិនក៏មានកម្លាំងខ្លាំងម្ល៉េះនៅឈរមើលធ្វើអីទៀតប្រញាប់មកជួយអញទេកុំច្រានពួកយើងទម្លាក់អីកុំអីពួកឯងចង់បានកូនប្រសាអញចង់មកសម្លាប់អញពេលនោះមិនក៏មិននិយាយសុំទោសខ្ញុំមិនហ៊ានទៀតទេអា3អញលើកលែងទោសឲ្យពួកយើងផងពួកយើងលែងហ៊ានមករករឿងអញទៀតហើយមិនបាច់ទេពួកអញចុះទៅខាងក្រោមពិចារណាកំហុសខ្លួនឯងឲ្យបានល្អទៅធ្លាក់ពីទីនេះទៅបើមិនស្លាប់ក៏ពិការដែរនេះជាការបន្ទាទោសចំពោះពួកឯងស្លាប់ព្រោះអាស្រ័យលើប្រេងសំណាងពួកឯងហើយអញត្រឡប់ទៅដេកវិញហើយលោកពុកភ្ញាក់ហើយឬលុតលំមួយយប់ហើយប្រហែលជាឃ្លានពោះហើយដឹងខ្ញុំរៀបចំចានបាយរួចហើយលោកពុកពិសាអត់ប្រៀបធៀបជាមួយយាយចាស់លំអៀងនិងបងប្អូនអាក្រក់2នាក់នោះកូនប្រសាស្រី2នាក់នេះពិតជាល្អចំពោះអញពីជំរឿបេះដូងមែនអញសុខសប្បាយទេកុំបារម្ភអីចំណែកឯពួកវា2នាក់ស្លាប់រស់មិនបាច់ខ្វល់ទេតាមពិតទៅលោកពុកព្រឹកមិញនេះអ៊ំស្រីធំនិងអ៊ំស្រីទី4មកបង្កចំនួនដល់ផ្ទះថាតម្រូវឲ្យផ្ទះយើងចេញលុយមើលជំងឺឲ្យបងធំនិងពូទី4ជាបំណងរបស់ជីដូនចុះនាងឆ្លើយតបយ៉ាងម៉េចខ្ញុំមិនបានព្រមទេ
ខ្ញុំគិតថាប្រសិនបើបងធំនិងពូទី4ល្អចំពោះផ្ទះយើងពួកយើងចេញលុយក៏ជារឿងសមរម្យដែរយ៉ាងណាក៏ជាគ្រួសារតែមួយគួរតែជួយគ្នាទៅវិញទៅមកឆ្លងកាត់ការលំបាកជាមួយគ្នាប៉ុន្តែពួកគាត់ជិះជាន់លោកពុកជិះជាន់ផ្ទះយើងមិនបានចាត់ទុកពួកយើងជាគ្រួសារតែមួយផងលុយនេះមិនអាចឲ្យដាច់ខាតលោកពុកតែងតែជាកូនកញ្ញោខ្ញុំធ្វើបែបនេះមិនដឹងជាធ្វើឲ្យលោកពុកខឹងឬអត់ទេ សៀវអើនាងគិតថាចៅឌីធ្វើត្រូវអត់ ខ្ញុំគិតថាបងថ្លៃធ្វើត្រូវហើយពួកគាត់តែងតែធ្វើបាបលោកពុកបើជាខ្ញុំក៏មិនឲ្យដែរលោកពុកកុំខឹងអីណាបើលោកពុកគិតថាពួកខ្ញុំធ្វើមិនត្រូវលោកពុកវាយខ្ញុំចុះកុំវាយបងថ្លៃអី ធ្វើបានល្អណាស់លុយនេះពិតជាមិនអាចឲ្យមែន លោកពុកពួកខ្ញុំស្ដាប់តាមលោកពុកឲ្យហាមិនឲ្យ ពួកនាងទាំងពីរអ្នកចាំទុកក្រៅពីអញនរណានិយាយអីក៏មិនបាច់ខ្វល់ដែររាប់ទាំងបងធំនិងអា4ពួកយើងបានបែកផ្ទះគ្នារួចហើយយាយចាស់បង្កើតអញមកការចិញ្ចឹមបីបាច់ជារឿងសំរុំប៉ុន្តែអញបានចំណាយ10ដំឡឹងប្រាក់ផ្ដាច់កិច្ចសន្យា5ឆ្នាំហើយក្នុងរយៈពេល5ឆ្នាំនេះពួកយើងមិនបាច់ខ្វល់ពីគាត់ទេយល់ទេ យល់ហើយលោកពុកផ្លាស់ប្ដូរហើយទៅថ្ងៃមុខជីវិតពួកយើងនឹងកាន់តែល្អប្រសើរត្រូវអត់ មិនក៏យំទៀតហើយ មកពីខ្ញុំសប្បាយចិត្តពេកខ្ញុំក៏សប្បាយចិត្តដែរ កូនប្រសាស្រីល្អបែបនេះត្រូវតែឲ្យលុយខ្លះទុកចៃហើយលុយនេះនាងកាន់ទុកទៅការចំណាយប្រចាំថ្ងៃឲ្យនាងជាអ្នកមើលខុសត្រូវ លុយច្រើនម្លេះលោកពុកជាមេគ្រួសារលោកពុកកាន់ទុកល្អជាង អញមើលការខុសត្រូវខាងក្រៅនាងមើលការខុសត្រូវខាងក្នុងរឿងក្នុងផ្ទះនាងជាអ្នកសម្រេចអស់លុយចាំមកទាពីអញត្រូវទិញអីក៏ទិញទៅមិនបាច់សំចៃទេប៉ុន្តែត្រូវធ្វើខ្លួនសាមញ្ញកុំឲ្យអ្នកដទៃដឹងនេះជាលុយចាយវារបស់ពួកនាងទាំងពីរចង់ចាយយ៉ាងម៉េចក៏បានដែររៀងរាល់ខែសុទ្ធតែមានហាមសំចៃឲ្យសោះ លោកពុកមិនក៏លោកពុកមានលុយច្រើនម្លេះ មិនលាក់បាំងពួកនាងទេកាលពីប៉ុន្មានថ្ងៃមុនអញទៅកាប់អុសនៅភ្នំជីនជីជួបខ្លាឃ្មុំខ្វាក់របួសមួយក្បាលក៏លោកបានប្រាក់ខ្លះបើមិនចឹងទេអញមានលុយឯណាទិញសាច់ទិញសម្លៀកបំពាក់ឲ្យពួកនាង លោកពុកពូកែណាស់ខ្លាឃ្មុំខ្វាក់អ្នកណាក៏ខ្លាចដែរមើលគ្រួសារព្រានព្រៃត្រកូលមកទៅខាត់បងធំធេងណាស់នៅតែជាលោកពុកពូកែជាងទោះជាខ្លាឃ្មុំខ្វាក់មានរបួសក៏មិនមែនមនុស្សម្នាក់អាចរៀបចំបានដែរលោកពុកទៅថ្ងៃមុខកុំប្រថុយប្រឋានទៀតអីណា ឥឡូវនៅលើភ្នំខ្វះខាតចំណីពួកខ្លាឃ្មុំខ្វាក់ទាំងនោះចាប់ផ្ដើមកាប់សម្លាប់គ្នាអញហើយអញក៏សំណាងល្អដែររើបានខ្លាឃ្មុំខ្វាក់ចិត្តស្លាប់មួយក្បាលបើឲ្យអញទៅវាយខ្លាឃ្មុំរស់អញគ្មានសមត្ថភាពនោះទេឲ្យពួកនាងមើលរបស់ល្អមួយទៀត លោកពុកនៅមានរបស់ល្អអីទៀតលោកពុកពិតជាពូកែណាស់ប្រដាប់ជើងមានរោមនោះមិនមែនជាប្រញាំខ្លាឃ្មុំទេដឹង ត្រូវហើយគឺប្រញាំខ្លាឃ្មុំហើយនឹងស្បែកខ្លាឃ្មុំអញក៏មិនទាន់លក់ដែរចៅប៊ីនាងយកស្បែកខ្លាឃ្មុំធ្វើឲ្យរោមសត្វពីរចែកគ្នាជាមួយសៀវអើម្នាក់មួយធ្វើបែបនេះមិនបាច់ខ្លាចរងាទៀតទេ ស្បែកខ្លាឃ្មុំនេះពេញលេញល្អណាស់អាចធ្វើឲ្យរោមនិងខោរោមឲ្យលោកពុកមួយកំ pl នៅសល់អាចធ្វើស្បែកជើងវែងបានមួយគូទៀតធ្វើបែបនេះលោកពុកចេញទៅក្រៅមិនបាច់ខ្លាចរងាទេ មិនបាច់ទេស្បែកជើងក្វែងរោមសត្វឆាតឆាយពេកហើយអ្នកដទៃឃើញមិនច្រណែនភ្នែកក្រហមទេអី អញ្ចឹងធ្វើឲ្យ3កំ pl ពួកយើងម្នាក់មួយកំ pl រឿងក្នុងផ្ទះនាងជាអ្នកសម្រេច ខ្ញុំមិនដែលបានពាក់អាវធ្វើពីស្បែកខ្លាឃ្មុំសោះ ប្រញាំខ្លាឃ្មុំនេះយកទៅស្ងោររហូតទៅពួកនាងក៏ត្រូវពើកម្លាំងដែរអ្នកដទៃកំពុងហូបបាយយ៉ាវបាយបបរនិងនំផ្លែឈើព្រៃសំបីតែសម្បកឈើនិងដីខ្វាញយីនក៏មានអ្នកហូបដែរផ្ទះយើងបាយជាមានបាយសហូបរាល់ថ្ងៃមានពងទាហូបរាល់ថ្ងៃឥឡូវថែមទាំងបានហូបប្រញាំខ្លាឃ្មុំទៀតពិតជាសំបីតែយកសត្វក៏មិនហ៊ានស្រមៃផង បងថ្លៃប្រញាំខ្លាឃ្មុំមានរសជាតិយ៉ាងម៉េចដែរឆ្ងាញ់ជាងសាច់ខ្វៃអត់ប្រកាសជាឆ្ងាញ់ជាងហើយនេះជាម្ហូបអាហាររបស់អ្នកមានស្តុកស្ដំទើបអាចហូបបានប្រកាសជាឆ្ងាញ់ជាងសាច់ខ្វៃហើយពូចៅខ្ញុំមកជួយច្របាច់ជើងឲ្យពូហើយ មិនក៏នាងមកទៀតហើយជើងអញជាសេះស្បាយចិត្តជាហើយត្រឡប់ទៅវិញទៅ ពូខឹងខ្ញុំមែនទេគ្មានទេម្សិលមិញនៅលើភ្នំរវល់មួយយប់ហត់នឿយចង់ដេកខ្ញុំធំក្លិនសាច់ក្រអូបឈ្ងុយពូប្រកាសជាចង់ដេញខ្ញុំទៅដើម្បីលួចហូបសាច់ម្នាក់ឯងហើយពូកុំដេញខ្ញុំទៅអីបានអត់ នាងមិនបាច់បង្ខំខ្លួនឯងទេអញនិយាយហើយថាមិនធ្វើឲ្យគ្រួសារនាងលំបាកទៀតទេត្រឡប់ទៅវិញទៅ កុំមកអង្វរអញអីខ្ញុំពិតជាអាណិតក្នុងចិត្តណាស់ពូសុំអង្វរហើយឲ្យខ្ញុំនៅទីនេះផងទៅបានហើយកុំយំអីច្របាច់ទៅពូកាប់អស់នៅលើភ្នំយប់មិញហត់ហើយខ្ញុំច្របាច់ក្បាលឲ្យពូធានាថាយប់នេះដេកលក់ស្រួលមេម៉ាយចេញនេះពិតជាយកចិត្តមនុស្សប្រុសមែនពូចៅពូបានរឿងរ៉ាវនៅក្រៅទេត្រកូលវាងក្រុងនឹងលោកកូនស្រីហើយ លោកកូនស្រី មែនហើយលើកមុននឿថាត្រូវពូវាឲ្យរបួសគ្រួសារត្រកូលវាងអស់លុយមើលជាមួយច្រើនណាស់ឥឡូវនៅក្នុងផ្ទះគ្មានអង្គរហូបក៏សម្រាប់ចិត្តលោកកូនស្រីចោល
យាយឯងទៅផ្ទះខាងម្ដាយនៅមិនទាន់ដឹងរឿងនៅឡើយទេនាងថាអីត្រកូលវាងចង់លក់កូនស្រីមែនហើយវាងដាជឺបានតាក់ទងជាមួយត្រកូលចុងហើយថាចង់លក់កូនស្រី2នាក់ឲ្យទៅធ្វើជានាយកូនពើគេអាក្រក់មើលមិនយល់សោះវាងដាជឺវាមិនខ្លាចអ្នកស្រុកចង្អុលមករិះគន់ទេអីបើវាខ្លាចមិនក៏ហ៊ានធ្វើរឿងថោកទាបបែបនេះបងថ្លៃយាយឯងខំអត់ទ្រាំគឺព្រោះតែកូន2នាក់នេះកូន2នាក់នេះជាបេះដូងរបស់គាត់បើត្រូវលក់ទៅឲ្យត្រកូលចុងធ្វើជាអ្នកបម្រើគាត់ប្រកាសជាកប់ឈាមស្លាប់មិនខានខ្ញុំត្រូវប្រញាប់ទៅប្រាប់បងថ្លៃយាយឯងនាងទៅប្រាប់គាត់មានប្រយោជន៍អីបើលេចជាដំណឹងទៅក្រៅបង្កើតជារឿងរ៉ាវដល់ផ្ទះទៀតធ្វើម៉េចទៅលោកពុកបងថ្លៃយាយឯងគួរឲ្យអាណិតណាស់មិនអាចបណ្ដោយឲ្យត្រកូលវាងលក់កូនស្រីបែបនេះទេពួកយើងអាចជួយគាត់បានអត់ថ្ងៃនេះច្របាច់ត្រឹមនឹងបានហើយអញហត់ហើយពូចៅខ្ញុំថ្ងៃនេះនាងហូបអាគ្នេះមុនទៅអាចយកត្រឡប់ទៅផ្ទះបានអញរើបានមាន់ព្រៃមួយក្បាលស្អែកនាងមកឲ្យលឿនបន្តិចចាំអញចែកស៊ុបសាច់ឲ្យផឹកស៊ុបសាច់ល្អណាស់ពូចៅស្អែកខ្ញុំនឹងមកទៀតជួយបានប៉ុន្មានជួយប៉ុណ្ណឹងទៅប៉ុន្តែទូប្រាប់យូអ៊ីងក៏គ្មានប្រយោជន៍ដែរត្រកូលវាងស្រឡាញ់ប្រុសស្អប់ស្រីជាចំណុចសំខាន់ចឹងហើយកូនស្រីម្នាក់នេះពូវាងប្រកាសជាលក់ហើយចុះធ្វើម៉េចទៅសំខាន់ត្រូវដឹងថាពូវាងបានទទួលលុយត្រកូលជុងឬនៅបើយកហើយគឺអស់ផ្លូវជួយហើយចុះបើមិនទាន់យកគឺស្រេចលើឯងចង់ជួយដល់កម្រិតណាខ្ញុំទៅស៊ើបមើលសិនមើលតាមស្ថានភាពបើគ្មានបញ្ជាខ្ញុំហាមធ្វើផ្ដេសផ្ដាស់កុំឲ្យបំណងល្អខ្លាចជាអាក្រក់យកទេចាស់ខ្ញុំស្ដាប់តាមឪពុកទាំងអស់នាងឯងនេះចេះតែបង្កើតរឿងឲ្យពុកពិបាកសុំទោសឪពុកពួកអញសម្ដែងត្រូវគ្នាម្លេះស្មានតែអញមើលមិនធ្លុះមែនទេប៉ុន្តែយឺអ៊ីងចេះរៀបកិច្ចការមែនឯពួកត្រកូលវាងពិតជាមិនកាត់មែនថ្ងៃក្រោយពួកឯងរាប់អានយឺអ៊ីងឲ្យល្អទៅតាសានសួររឿងមួយមើលមានការអីតាចៅគឺរឿងត្រកូលវាងនឹងណាកូនប្រសាខ្ញុំនឹងយឺអ៊ីងរាប់អានគ្នាណាស់ទើបចង់សួរមើលតាចៅអើយពួកត្រកូលវាងលើកនេះត្រូវតាសីធំហើយចិត្តលូកកូនស្រីហើយត្រកូលវាងយកទាំងលុយត្រកូលជុងទៀតត្រកូលវាងយកលុយត្រកូលជុងហើយមែនតារឿងនេះពុកខ្ញុំក៏ចេញមុខដែរមុនអាវាងដាជឿយកលុយពុកខ្ញុំជាវិធាននឹងថាវាមិនមែនជាមនុស្សប៉ុន្តែឆ្នាំនេះស្រុកយើងលូកកូនច្រើនណាស់ជារឿងគ្រួសារគេគាត់ខាត់មិនឈ្នះទេស្មានមិនដល់ថាលោកពុកឌឺចេញមុខហើយនៅតែខាត់មិនបានមើលទៅអាវាងដាជឿវាដាច់ចិត្តលូកកូនមែនទែនហើយស្រីដែលចូលផ្ទះតាជុងគ្មាននរណារស់ស្រួលទេចង់លូកខ្លួនមកវិញពិបាកជាងឡើងឋានស៊ូគូទៀតបើគ្មានការអីទេខ្ញុំទៅកាប់អស់លើភ្នំសិនហើយខ្ញុំក៏ត្រូវទៅប្រាប់កូនប្រសាខ្ញុំដែរពួកវាងយកលុយត្រកូលជុងហើយរឿងនេះពិបាកដោះស្រាយហើយឪពុកអ្នកភូមិថៃសឺអាវាងដាជឿយកលុយត្រកូលជុងមែនទេអាវាងដាជឿយកលុយគេហើយកូនរបស់យូអ៊ីងក៏នៅផ្ទះត្រកូលជុងដែរចាប់ហើយបើបងយឺអ៊ីងដឹងប្រកាសជាឈួតជាមិនខានគ្មានផ្លូវជួយទេត្រកូលវាងយកលុយគេបាត់ហើយឪពុកពូកែណាស់ប្រកាសជាមានវិធីតើនាងឯងកុំបង្ខំឪពុកទៀតលោកកុំជួយយើងហត់នឿយណាស់ហើយកុំខ្វល់ទៀតអីត្រកូលជុងមិនមែនស្រួលតាំងទេរឿងតិចប្រសើរជាងរឿងច្រើនអាវាងដាជឿអាសត្វធាតវាមិនមែនជាមនុស្សទេខ្លាចតែបងយឺអ៊ីងដឹងរឿងនេះហើយទទួលយកមិនបានសង្ឃឹមថានាងអាចទ្រាំទ្របានទៅចុះអ្នកណាគេនឹងបងយឺអ៊ីងបងកាត់អីហ្នឹងនៅផ្ទះម្ដេចឬថាអាវាងដាជឿអាតេឆានលក់កូនស្រីទាំងពីរឲ្យលោកតាជុងខ្ញុំប្រញាប់មកសួរនាំវាបែរជាវាដំដេញខ្ញុំចេញពីផ្ទះខ្ញុំមិនដឹងធ្វើម៉េចទេរស់នៅមានន័យអីទៀតកូនបាត់អស់ហើយបេះដូងខ្ញុំប្រៀបដូចស្លាប់យឺអ៊ីងពិតជាគួរឲ្យអាណិតបើនាងចាក់ចេញពីត្រកូលវាងអាចជួយនាងបានធ្វើបែបនេះកូនប្រសាខ្ញុំក៏ធូរចិត្តដែរកូនឯងគ្រាន់តែនៅផ្ទះជុងតាមានស្លាប់ឯណាបើឯងស្លាប់ពួកវានឹងធ្វើជានាងបម្រើគេមួយជីវិតគ្មានថ្ងៃងើបមុខរួចទេអញ្ចឹងខ្ញុំរស់មានប្រយោជន៍ហើយបងយឺអ៊ីងកុំគិតខ្លីឲ្យសោះសេចក្តីស្លាប់មិនអាចដោះស្រាយបញ្ហាទេឪពុកពិតជាគ្មានវិធីសោះមែនទេរកវិធីរកលុយទៅលូកកូនមកវិញប៉ុន្តែបីប្រាក់ខ្ញុំធ្វើការដល់ជាតិណាទៅបានដល់ពេលហ្នឹងកូនខ្ញុំមិនដឹងខ្លាចជាយ៉ាងណាទេបើឯងនៅត្រកូលវាងទៀតគឺមិនបានទេលុយឯងនឹងត្រូវពួកវាជញ្ជក់អស់តាមពិត3តម្លឹងប្រាក់មិនជាច្រើនប៉ុន្មានទេតែមនុស្សដែលត្រកូលជុងទិញចង់លុះវិញត្រូវបង់ទ្វេដងឬច្រើនជាងហ្នឹងពួកវាមិនស្ដោះឆ្អឹងទេបើមិនហែកសាច់គ្មានថ្ងៃលុះកូនបានទេចំណែកខ្វះក្នុងអញជួយបង្គ្រប់
តែឯងត្រូវដាច់ចិត្តខ្លួនឯងសិន មែនឬតាចៅឲ្យតែតាជួយខ្ញុំសុខចិត្តធ្វើគោធ្វើសេះបំរើតាពេញមួយជីវិត មិនបាច់ដល់ថ្នាក់នឹងទេតែបើអញជួយឯងត្រូវចាក់ចេញពីត្រកូលវាងសិន ឪពុកមានន័យថាឲ្យបងយឺអ៊ុយបែកផ្ទះពីត្រកូលវាង មិនមែនបែកផ្ទះទេគឺលេងលះបើនៅសម័យទំនើបលេងលះយកកូនទៅគឺចប់ហើយតែនៅស្រុកដាកាងក្បដីជាធំការលេងលះជារឿងខុសឆ្គងធ្ងន់ធ្ងរដូច្នេះត្រូវជួយផងនិងមិនឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះយឺអ៊ុយផង តាចៅអាចធ្វើបានមែនទេ ហេតុអីមិនបានសំខាន់លើសាមីខ្លួនស្ម័គ្រចិត្តរត់ ខ្ញុំស្ម័គ្រចិត្តខ្ញុំរំទ្រាំនឹងជីវិតបែបនេះណាស់ហើយវាដំជេរប្រមាថខ្ញុំទ្រាំបានតែពួកវាមិនរលក់កូនស្រីខ្ញុំទេដើម្បីកូនទោះបាត់បង់ជីវិតក៏ខ្ញុំហ៊ានដែរ មើលទៅនេះជាឱកាសសម្រាប់ម្ដាយកូនទាំង3នាក់បើឯងចាប់ឱកាសនេះបានថ្ងៃក្រោយទោះត្រូវគេជិះជាន់ឬអត់បាយក៏ជារឿងដែលពួកឯងស្ម័គ្រចិត្តដែរ អញ្ចឹងខ្ញុំស្ដាប់តាមតាចៅទាំងអស់ ល្អស្អែកយើងទៅផ្ទះត្រកូលជុងលុះមនុស្សពួកឯងនៅចាំព័ត៌មាននៅផ្ទះទៅ អរគុណឪពុក មីក្មេងចង្រៃទាំងពីរពួកឯងត្រូវគេលក់មកទីនេះដឹងទេបើមិនខំធ្វើការអញវាសម្លាប់ចោលឥឡូវ ម៉ែមកហើយកូនស្មានតែម៉ែបោះបង់កូននឹងកូនហើយម៉ែសុំទោសកូនមិននឹងដាច់ចិត្តបោះបង់កូនទៅ នាងជាអ្នកណាមិនឃើញអញកំពុងប្រដៅមីក្មេងបម្រើថ្មីពីរនាក់នេះទេ ខ្ញុំជាម្ដាយរបស់ក្មេងទាំងពីរខ្ញុំមកយកកូនខ្ញុំវិញ យកទៅវិញក្មេងពីរនាក់នេះពួកអញទិញអស់លុយអញថាយកតាមចិត្តអញ្ចឹងពួកយើងមកលុះមនុស្សអញជាអាណាគេហ៊ានមកលុះមនុស្សនៅផ្ទះត្រកូលជុងមិនដែលឃើញនរណាមកលុះមនុស្សពីផ្ទះត្រកូលជុងបានទេខ្ញុំគឺចៅចឹងកូនទី3ត្រកូលចៅពួកយើងយកលុយមកលុះតាមមានអីមិនត្រូវចៅចឹងអាសម្រាមប្រចាំភូមិនឹងអាហេះខ្លួនឯងការពារមិនរួចផងមកជួយអ្នកដទៃត្រកូលជុងទិញអ្នកបម្រើឲ្យថ្លៃខ្ពស់ជាងគេទិញកូនឯងបានគួរតែអុជធូបអរគុណហើយ ថ្លៃយ៉ាងណាក៏ជាកូនខ្ញុំដែរបើពួកវាមិនលួចលក់ខ្ញុំគ្មានថ្ងៃយល់ព្រមទេ អញមិនដែលឃើញនរណាមកលុះមនុស្សពីត្រកូលជុងទេមានលុយអត់ត្រកូលវាងយកលុយលោក3តម្លឹងយើងចេញ2ដងគឺ5 1តម្លឹងយកទេអ្នកណាប្រាប់ឯងថាលុះមនុស្សពីត្រកូលជុងបង់តែ2ដងចុះឯងចង់បានប៉ុន្មានមកលុះមនុស្សនៅត្រកូលជុងត្រូវបង់5ដងទិញ3តម្លឹងត្រូវបង់15តម្លឹងទើបលុះបានស្មានតែស្រួលអញ្ចឹង 15ដំឡឹងព្រះឲ្យតើចង់បំបែកបំបាក់ម្ដាយកូនខ្ញុំមែនទេ គ្មានលុយគឺកុំសង្ឃឹម លោកម្ចាស់មេត្តាផងឲ្យខ្ញុំយកកូនទៅវិញទៅខ្ញុំសុខចិត្តធ្វើការឲ្យលោកមួយជីវិត ត្រកូលជុងមិនខ្វះអ្នកធ្វើការទេមានលុយយកមកគ្មានលុយជ្រែកដីទៅ15តម្លឹងលុះបានមែនទេមែនហើយនេះជាច្បាប់ត្រកូលជុងគ្មានលុយមិនដោះលែងដាច់ខាត15តម្លឹងយើងចេញឯងចេញស្មានថាឯងជាអី15តម្លឹងច្រើនណាស់ណាស៊ីបានជាង10ឆ្នាំមកនេះដេញអាពួកនេះចេញទៅគ្មានលុយកុំចង់មកលុះមិនចេះឆ្លោះកញ្ចក់មើលមុខខ្លួនឯងចាំមាន15តម្លឹងសឹមមុខនិយាយចាំបន្តិច15តម្លឹងខ្ញុំមានស្អីគេឯងមាន15តម្លឹងមែនហេ15តម្លឹងមែនតា15តម្លឹងនេះគ្រប់លុះមនុស្សហើយត្រូវទេយើងនាំមនុស្សទៅវិញហើយស្មានមិនដល់ថាឯងមាន15តម្លឹងមែននាំមនុស្សទៅចុះតែប្រាប់ឲ្យហើយណាយក15តម្លឹងដូរមីក្មេង2នាក់កុំស្ដាយក្រោយមិនស្ដាយទេនាំកូនទៅ អរគុណតាចៅ 15តម្លឹងយ៉ាងណាលោកម្ចាស់មិនទាន់ឃើញក្មេងទេចាំអញទៅទិញ2នាក់ទៀតសល់លុយជារបស់អញតាចៅស្មានមិនដល់ថាតាចៅខំចំណាយលុយច្រើនយ៉ាងនេះដើម្បីពួកខ្ញុំមិនដឹងសងគុណយ៉ាងម៉េចទេថ្ងៃមុខខ្ញុំសូមធ្វើគោធ្វើសេះ លុះកូនមកវិញបានគឺល្អហើយបើប្រកែកទេកុំប្រសាខ្ញុំបារម្ភរាល់ថ្ងៃមិនលែងឥឡូវនាំកូនទៅផ្ទះខាងម្ដាយអញសិនទៅចាំនិយាយជាមួយត្រកូលវាងតាមក្រោយ ចាស់តាចៅចាំខ្ញុំត្រឡប់មកវិញខ្ញុំនឹងមកសងគុណនិងសងលុយសន្សឹម បានហើយខ្ញុំត្រូវត្រឡប់ទៅវិញដែរប្រញាប់នាំកូនទៅលើកនេះអស់លុយរលីងទៀតហើយ
អ្នកស្រុកអ្នកភូមិទាំងអស់អញ្ជើញទៅជួបជុំនៅដើមភូមិលោកមេឃុំយ៉ាវមកកេណ្ឌទាហានទៅបរបាញ់ខ្លាយ៉ាវយូជាវបើតាមសម័យទំនើបគឺស្មើនឹងប្រធានបុស្តិ៍នគរបាលឃុំមកប្រមូលមនុស្សទៅបរបាញ់ខ្លាលោកមេឃុំអញ្ជើញអង្គុយរងចាំបន្តិចសិនខ្ញុំគ្មានពេលទេមនុស្សភូមិភ្នំតូចមកជុំគ្នាអស់នៅរាប់ក្បាលមើលបាទចៅតាប៉ាវម៉ាដាជ្រួងលោកមេឃុំមនុស្សមកជុំគ្នាអស់ហើយបាទខ្ញុំត្រូវការមនុស្ស80នាក់ទៅភ្នំជ្រូកបរបាញ់ខ្លាត្រូវយកស្បៀងអាហារទៅខ្លួនឯងអ្នកទៅនឹងបានកាត់បន្ថយកម្លាំងពលកម្មទៅ1ថ្ងៃស្មើ10ថ្ងៃទៅ3ថ្ងៃនឹងបានលើកលែងកម្លាំងពលកម្មប្រចាំឆ្នាំនេះលោកមេឃុំខ្ញុំទៅទោះទៅភ្នំជ្រូកប្រកាសគ្រោះថ្នាក់តែធៀបនឹងការធ្វើពលកម្ម1ខែក្នុង1ឆ្នាំទៅ3ថ្ងៃតាក់ទាញខ្លាំងណាស់តែអញធ្លាប់មានកូនចិញ្ចឹម2នាក់ពលីជីវិតទើបបានលើកលែងពលកម្ម6ឆ្នាំមនុស្សជុំហើយតោះទៅជាមួយខ្ញុំខំធ្វើការឲ្យល្អណាស់កុំឲ្យខូចមុខមាត់ភូមិយើងឈុនមីឯងនាំអាឡម៉ុបនេះមកធ្វើអីតាចៅវាធ្លាប់លួចមន់និងពងមន់នាងអ៊ីងលើកមុនខ្ញុំមិនទាន់ប្រដៅឥឡូវនាំវាមករកខុសត្រូវហើយអាឡអត់នេះធ្លាប់លួចមន់នឹងជានាងអ៊ីងលើកនេះឲ្យនាងអ៊ីងបានរំសាយកំហឹងខ្លះម៉ែខ្ញុំមិនព្រមសុំទោសអាតាចៅទេខ្ញុំចង់ទៅផ្ទះហៅលោកតាហៅលោកម្ចាស់បើឯងមិនព្រមទទួលខុសថ្ងៃក្រោយកុំហើញថាម៉ែតាចៅខ្ញុំនាំអាពីពងមកសុំទោសនាងអ៊ីងនាងអ៊ីងអាឡអត់នេះធ្លាប់លួចមន់នាងឥឡូវវាមករកខុសហើយអាលីពីពងព្រមទទួលខុសដែរប្រញាប់សុំទោសទៅអូប៉ុណ្ណឹងមិនទាន់ចប់ទេអញនឹងទៅប្រាប់មេភូមិថាអញមិនបានជួយលីទឹកផ្ទះអញប្រហែលថ្ងៃនេះឲ្យអញទៅធ្វើពលកម្មអាយអ្នកមីងអ៊ីងសុំទោសខ្ញុំខុសហើយខ្ញុំមិនគួរលួចមន់អ្នកមីងទេសុំទោសមិនទាន់ចប់ទេមន់1ក្បាល20កាក់មន់4ក្បាលគិត80កាក់តាចៅនៅតែត្រូវសង្លុយទៀតសុំទោសជារឿងត្រូវធ្វើតែស៊ីមន់អញមិនបាច់សង្លុយទេគិត80កាក់គឺយកខ្លាំងណាស់ហើយព្រោះជាអ្នកភូមិជាមួយគ្នាតាចៅទូលោកខ្ញុំក៏គ្មានលុយច្រើននឹងដែររឿងនឹងអញមិនខ្វល់ទេបើគ្មានលុយសងគឺត្រូវមកធ្វើការផ្ទះអញជ្រើសមួយទៅអាតាចៅកុំរំលោភបំពានមនុស្សពេកពិតមាត់ធ្វើការក៏បានតែត្រូវមានកំណត់ពេលធ្វើការខាងក្រៅ1ថ្ងៃបាន10កាក់ធ្វើការពេញ8ថ្ងៃគឺរួចបំណុលគ្នាឡខ្ញុំយកព្រមវាបោកយើងតាខ្ញុំមិនធ្វើទេតាចៅអាពីពងវាមិនដឹងអីទេកុំប្រកាន់វាអីអាល្អិតនឹងរត់បាត់ក៏ត្រូវតែសង80កាក់នឹងដែរតាចៅខ្ញុំគ្មានលុយសងទេអញ្ចឹងខ្ញុំធ្វើការជំនួសវាបានទេអញចង់មកធ្វើការផ្ទះអញចាស់តាចៅអាពីពងវាមិនដឹងអីមកពីខ្ញុំប្រដៅមិនល្អខ្ញុំធ្វើការសងជំនួសវាអូខេក្នុងផ្ទះបាយមានអស់ទៅពុះឲ្យអស់ទៅរួចចាក់ដីធ្វើអត្តវិទ្យាឡើងក្នុងលានខ្ញុំក្រុងលើកកម្ពស់ជញ្ជាំងនិងធ្វើបន្ទប់តូចមួយធ្វើការអញមិនគិតបាយទេធ្វើការនៅទីនេះខ្ញុំមិនជឿថាអាតាចៅមិនឲ្យបាយអញហូបទេគង់តែបានហូបសាច់ផ្ទះចៅមិនខានចុះតាចៅយកមិញតាចៅសន្យានឹងខ្ញុំពុះអស់សិនទៅរួចចាំហូបបាយក៏កន្លះចានចាក់ស៊ុបសាច់មួយចានឪពុកខ្ញុំសប្បាយចិត្តណាស់ថ្ងៃនេះបានរំសាយកំហឹងហើយចុះរឿងបងយូអ៊ីងយ៉ាងម៉េចហើយអញមិនបណ្ដោយឲ្យកូនប្រសាអញរងការជឿចាប់ទេរឿងយូអ៊ីងដោះស្រាយរួចហើយនាងទៅផ្ទះខាងម្ដាយហើយបន្តិចទៀតដួសស៊ុបសាច់ឲ្យចិនជុនមេផងចាំបាច់ដាំទឹកក្តៅឲ្យពុះឲ្យនាងភ្លក់រសជាតិតែហាមឲ្យនាងហូបឆ្អែតចាស់ឪពុកចុះឪពុកធ្វើបន្ទប់តូចនឹងធ្វើអីអញក្រុងធ្វើបង្គន់ស្ងួតនៅក្រៅផ្ទះបាយងាយស្រួលផងធ្វើជីជាតិផងល្អណាស់ថ្ងៃក្រោយខ្ញុំនិងបងស្រីមិនបាច់លួចលាក់ទៀតទេចៅប៊ីខ្ញុំពុះអស់រួចអស់ហើយនេះសម្រាប់ឯងអរគុណនាងអ៊ីងឆ្ងាញ់ណាស់ស៊ុបមួយចានទឹក9ភាគមើលចុះនាងសប្បាយចិត្តម្លេះឯងក៏គិតមើលទៅបើគ្មានឪពុកតើយើងបានហូបសាច់ផឹកស៊ុបទេខ្ញុំគ្រាន់តែមិនចូលចិត្តនាងប៉ុណ្ណោះទោះនាងដឹងខុសក៏នៅតែមិនចូលចិត្ត
យេគ្រូពេទ្យនៅឯឃុំថាពុកខ្ញុំពិការហើយទោះទៅរកគ្រូពេទ្យល្បីនៅទីរួមខេត្តក៏គ្មានប្រយោជន៍ដែរពុកខ្ញុំត្រូវដេកលើគ្រែមួយជីវិតហើយ ឯងនិយាយស្អីហ្នឹងកូនកំសត់របស់ម៉ែឲ្យមិនក៏គួរឲ្យអាណិតម្លេះបើមើលមិនជាទេប្រញាប់សែងពុកឯងមកវិញមកយេលើកនេះព្យាបាលពុកអស់លុយចិត្តអស់ហើយខ្ញុំមកសុំលុយបន្ថែមបើគ្មានលុយគេមិនឲ្យចេញទេទៅហៅមីង4ឯងមកទៅផ្ទះអាទី3ទាលុយម្ដងទៀតលើកនេះត្រូវតែឲ្យវាយកលុយមកវានៅមាន10តម្លឹងទៀតអាទី3ប្រញាប់ចេញមក មិនក៏ពួកឯងមកទីនេះ លោកយាយមីង4ម៉េចអញមកមិនបានឬអូនឯងរងរបួសធ្ងន់ធ្ងរឯងមិនចេញមួយកាក់មួយសេនសំជាមនុស្សទេប្រញាប់យក10តម្លឹងប្រាក់លើកមុនមកស្មានថាមានការអីតាមពិតមកទាលុយទៀតលើកមុនអញយកថងលុយខ្លាំងៗមកបោកពួកឯងសោះស្មានតែអញមានលុយមែនឬ ស្អីគេលុយលើកមុនជាដុំថ្មើរ មែនហើយនៅក្នុងថងមានតែដុំថ្មសោះពួកឯងជាមែនស្ថានភាពផ្ទះអញពួកឯងមិនដឹងឬប្រាក់ឧបត្ថម្ភនិងស្បៀងអាហារអស់រលីងហើយបើគុំតែចៅឌីទៅខ្ចីស្បៀងពីផ្ទះម្ដាយនាងពួកយើងទាំង3នាក់ដាច់ពោះស្លាប់បាត់ហើយ មិនក៏ឯងចិត្តខ្មៅម្លេះនោះជាបងប្អូនបង្កើតរបស់ឯងណា ថាអញចិត្តខ្មៅចុះពួកឯងមិនគិតមើលថាលុយអញត្រូវនរណាលួចបោកយកទៅ បងថ្លៃទី3វាថាបងទៅអញ្ជើញអ្នកភូមិអស់ស្រូវសាឡេបន្តិចទេមិនក៏ដល់វិញពួកខ្ញុំថាគ្មានអីសោះបងច្បាស់ជាចង់លាក់ហើយមែនហើយអាទី3បើអញនៅស្គាល់អញជាម្ដាយត្រូវតែទម្លាក់លុយមកបើមិនស្គាល់អញជាម្ដាយក៏កុំទម្លាក់លោកយាយនៅក្នុងផ្ទះគ្មានលុយគ្មានស្បៀងពិតមែនមានចង្រៃសុយស្ទួនដល់វិញអញនិយាយជាមួយអញឬគឺអញនឹងហើយដែលធ្វើឲ្យចៅអញស្លាប់អ្នកស្រុកអ្នកភូមិឲ្យមកជួយកាត់សេចក្តីមើលប្តីខ្ញុំនិងបងថ្លៃរងរបួសធ្ងន់ធ្វើជាបងប្អូនមិនមើលគិតសោះ អាទី3បងប្អូនមិនរាប់អានបានតែម្ដាយបង្កើតកុំចោលឲ្យសោះចេញបន្តិចបន្តួចទៅកុំឲ្យគេនន្ទាលុយអញត្រូវអាធំលួចយកអស់អ្នកណាក៏ដឹងដែរហើយតើអញជាអ្នកបួលពួកវាក្នុងភ្នំឬចង់ទាលុយត្រូវទៅទីផ្ទះត្រកូស៊ូនិងត្រកូម៉ាមានរឿងមិនទៅរកដើមហេតុបែជីមកបង្ខំអញនេះជារឿងកំ pl ែងឬ មែនហើយរឿងខ្លះខ្មុំជារឿងត្រកូម៉ាគួរតែទៅរកគេ អាទី3និយាយត្រូវតើលោកម៉ែលុយគឺអញគ្មានពិតមែនបើមិនអញ្ចឹងទេអញទៅកាប់អស់នៅលើភ្នំមន់ចូលលក់បានលុយចាំយកឲ្យម៉ែបានទេនេះលំអៀងពេកហើយអាធំជាកូនអាទី3មិនមែនកូនទេត្រូវគេបោកអស់ហើយនៅមកធ្វើបាបអាទី3ទៀតធ្វើជាម្ដាយរបៀបអីហ្នឹង មិនមែនម៉ែបង្ខំអញទេគឺគ្មានផ្លូវជ្រើសរើសគ្មានលុយក៏ហួសទៅចោះពួកយើងទៅផ្ទះត្រកូស៊ូនិងត្រកូម៉ាទាលុយ ចង់លេងជាមួយអញពួកឯងនៅខ្ចីណាស់កូនស្រីពីរនាក់នេះត្រូវគេចោទថាស្អីព្រោះប្តីស្លាប់ធ្វើឲ្យរងសម្ពាធខ្លាំងអញត្រូវធ្វើជាឪពុកក្មេកដ៏ល្អជួយដោះស្រាយផ្លូវចិត្តពួកនាងចៅប៊ីនាងអុយពួកឯងមិនមែនជាស្រីស្អីទេពួកឯងជាកូនប្រសារនិងជាគ្រួសាររបស់អញ ឪពុកមិនរងគៀសពួកខ្ញុំទេ អាថ្មនិងអាពីភ្លីជីវិតសម្រាប់ភូមិគឺដើម្បីជាអ្នកស្មោះត្រង់នឹងជាតិគ្រាន់តែពួកវាមិនសំណាងរឿងនេះនិយាយទៅក៏ជាកំហុសរបស់អញដែរអញសុំទោសពួកឯងទាំងពីរ ឪពុកមិនមែនជាកំហុសឪពុកទេនេះជានិស័យព្រហ្មលិខិតតុលាការកេណ្ឌទាហានគ្រប់ផ្ទះត្រូវតែចេញមនុស្សជារឿងជៀសមិនផុតទេ សរុបមកពួកឯងចាំទុកថ្ងៃក្រោយបើមាននរណាហ៊ានថាពួកឯងជាស្រីស្អីទៀតត្រូវតែកំភ្លៀងវាវិញទោះជាដាយាយចាស់ក៏ត្បត់វិញដែរមានរឿងអីអញជាអ្នកកាងយល់ទេ អរគុណឪពុកខ្ញុំនិងនាងអុយស្មានមិនដល់ថានឹងជួបឪពុកក្មេកល្អបែបនេះទេពួកខ្ញុំនឹងបម្រើពុកអស់មួយជីវិត ដេកត្រជាក់ណាស់ទៅគេងលើគ្រែខាងទៅ មិនបាច់ទេឪពុកពួកខ្ញុំមិនមួយទេខ្ញុំនឹងនាងអុយទៅធ្វើអត្តរបៀបនៅក្រោយផ្ទះហើយធ្វើត្រង់មន់មួយទៀតក្រែងមានគេមកលួចមន់ទៀត ល្អណាស់តោះធ្វើទាំងអស់គ្នា តាចៅខ្ញុំអស់កម្លាំងហើយមានអីហូបទេឲ្យខ្ញុំមានកម្លាំងយប់ឡើងបានច្របាច់ជើងជូនតាចៅ មួយថ្ងៃហូបពីរពេលអញស្មានតែផ្ទះអញជាសេដ្ឋីដេកឃ្លៀថ្ងៃនេះធ្វើតែប៉ុណ្ណឹងបានហើយទៅផ្ទះវិញចុះ អាតាចៅនេះមួយថ្ងៃហូបពីរពេលយប់ឡើងប្រកាសជាមានបាយហូបនំសុទ្ធចៀនខ្ញុំធ្វើការច្រើនយ៉ាងនេះគ្មានបានហូបមួយម៉ាត់សោះអាយឈុនមីអញកាត់អីហ្នឹងឃ្លានពេកវើមុខសម្រាប់បន្តិចជាហើយ នាងអុយទៅដួសទឹកស្ករមួយចានឲ្យនាងផឹកទៅ នេះជាទឹកស្ករឬស្ករស្រអិត ផឹកសន្សឹមគ្មាននរណាដណ្ដើមទេ អរគុណតាចៅ
អរគុណនាងអ៊ុយ Anhធ្វើបែបនេះមិនកាត់ទេគង់តែមានរឿងទៅផ្ទះទៅថ្ងៃក្រោយកុំមកទៀត តាចៅដេញខ្ញុំទៀតហើយខ្ញុំមកធ្វើការសំតើ Anhធ្វើបាន2ថ្ងៃនៅសល់6ថ្ងៃទៀតអញលើកលែងឲ្យរួចបំណុលគ្នាអញ្ចឹងល្អតា មិនបានទេខ្ញុំមិនទាន់បានហូបសាច់ផងខ្ញុំមិនទៅទេបំណុលតាចៅខ្ញុំត្រូវតែសង Anhមកមានរឿងនៅផ្ទះអញប្រពន្ធថៃមិនមកវីកំតិចផ្ទះអញទេ ខ្ញុំគ្រាន់តែឃ្លានពេកប៉ុណ្ណោះ សម្រាប់បន្តិចរួចប្រញាប់ទៅចៅប៊ីនាងអ៊ីងបើនាងមិនទៅជួយជូននាងទៅ ឈុនមេទៅផ្ទះវិញទៅខ្ញុំមកជារកឱកាសមកម្ដងទៀតមិនខាន ឥតត្បៀតចិត្តរួចរាល់ហើយស្អែកពួកឯងនៅផ្ទះរៀបឥតស្ងួតឲ្យរៀបរយអញត្រូវទៅផ្សារធំមើលក្រែងមានការងារធ្វើអង្គុយស៊ីទេមិនមែនជីកាទេ ឪពុកឲ្យពួកខ្ញុំទៅធ្វើការវិញឪពុកសម្រាប់នៅផ្ទះទៅ ធ្វើការឈ្នួលគ្មានថ្ងៃមានទេធ្វើអាជីវកម្មដូចតាចទើបមានឱកាសរើបមុខមនុស្សស្រីដែលលក់ដូរមិនសមរម្យទេចាំអញទៅមើលចុះទុកចិត្តលើអញនេះជាផ្សិតកូនមន់ព្រៃនៅសម័យទំនើបលក់បានថ្លៃណាស់មិនដឹងថានៅក្នុងប្រព័ន្ធ system លក់បានប៉ុន្មានទេ system ផ្សិតកូនមន់ព្រៃក្រៀមមួយជីងជីងគីឡូចិន 1000 កាក់អានេះលក់បាន 1000 កាក់ក្នុងមួយចិនមើលទៅហាងក្នុងប្រព័ន្ធគិតតាមតម្លៃសម័យទំនើបមែនអញ្ចឹងស្រួលរកលុយហើយបងប្រុសផ្សិតកូនមន់ព្រៃក្រៀមនេះលក់មិនដែរប្អូនប្រុសនេះអញទៅតែបេះពីភ្នំជ្រូកថ្ងៃនេះស្រស់ណាស់ទោះសូស្លូតឬសូជាមួយសាច់ឆ្ងាញ់រហូតដល់លេបអណ្ដាតឥឡូវគេគ្មានបាយហូបផងរបស់ឆ្ងាញ់យ៉ាងណាក៏លក់មិនបានថ្លៃដែរគ្រាន់តែប្រពន្ធអញចិត្តឆ្លងទន្លេគ្មានអីហូបទើបចង់ទិញខ្លះទៅបំពន់អូប្រពន្ធប្អូនប្រុសមានសំណាងណាស់យកចុះមួយចិន15កាក់ចប់ឡោះមែនខ្ញុំមាន15កាក់ទៅទិញអង្គមួយចិនហូបមិនល្អជាងប្អូនប្រុសកុំឲ្យទៅថ្លៃចោលចាបាន12កាក់អត់ទេ10កាក់ទៀតជាងនឹងអញខាត់ហើយយ៉ាងណាឲ្យអញចំណេញថ្លៃកម្លាំងខ្លះផងបានយ៉ាងណាទំនិញបងអញក៏មានមិនច្រើនដែរខ្ញុំមកយកទាំងអស់ល្អណាស់អញមាន4ចិន